ក្រាបថ្វាយគុំព្រះនាមចាស់គ្រប់អង្គគុំញៀបស៊ូបងប្អូនអស់នេះបានកដោថ្មីទៀតដែរសម្រាប់ខែដុល្លារកម្ពុជាសូរិយាឆ្នាំទី70លេខ2នេះខែមេសានេះមកនេះ3ខែហ្មងណាខែមេសាឧសភាមិថុនាគ្រិស្តសករាជ2003នៅក្នុងនេះស្ពូនេះល្អល្អភាសានេះវារួមល្អទាំងអស់ហ្នឹងប៉ុន្តែមើលឃើញវាមានច្រើនសម្រាប់យើងប្រវត្តិនៅក្នុងនេះយើងបែងចែកជា3ចំណុច3លំមាំងធំ4ហ្នឹងលំមាំងទី1អក្សរសិល្ប៍ពុទ្ធសាសនាទី2អក្សរសាស្ត្រទូទៅនិងអក្សរសិល្ប៍ខ្មែរទី3កំណត់និងប្រវត្តិការ4ទំព័រឆ្លើយឆ្លងជាមួយកម្ពុជាសូរិយាសរសិល្ប៍ពុទ្ធសាសនាសរសិល្ប៍ពុទ្ធសាសនានេះឃើញអាហ្នឹងគឺស្នាដៃដែលគេអក្សរសិល្ប៍ពុទ្ធសាសនាបណ្ឌិតឃើញគេដាក់ក្នុងហ្នឹងដែរនេះនៅក្នុងនេះខ្ញុំអានឃើញមានហើយក្រុមក្រោយនោះមានពាក់ព័ន្ធជាមួយនឹងប្រជាគណៈប្រជាគណៈឃើញកំណាព្យនេះល្អកំណាព្យអក្សរសិល្ប៍គេសឹមសវណ្ណនេះកំណាព្យអក្សរសិល្ប៍មានវត្តមួយទៀតនៅខេត្តតាកែវវត្តសម្ដេចពាន់ទៅជាតជាប់សម្ដេចពាន់សរសាសនៅសរសិល្ប៍ខ្មែរនេះវាពាក់ព័ន្ធជាមួយនឹងរឿងខ្លីដីម៉ែ67រឿងខ្លីដីម៉ែកំណាព្យមួយមើលរឿងណាគុំបូកសពបាយការមាសជុំគេទម្លាក់គ្រប់ណាគាត់ឃើញរឿងខ្លីដីម៉ែជ័យលាភីលេខ2ជួយជ័យលាភីលេខ2ទេគាត់ណាពានរង្វាន់សរសិល្ប៍ពុទ្ធសាសនាបណ្ឌិតទី5 2022អូដល់22នោះនិពន្ធដោយមឿងពិសិដ្ឋចាប់ចែងតែងចាពីពិចិត្ររស់នៅចិត្តស្និទ្ធក្បែរមេត្តាហើយកំពុងឆ្នាំងដែនចំការកូនកំព្រាបាសោកវេទនារស់នៅភូមិដំបូកកកោះទៅពេញកំឡោះតោងពុះពៀតស៊ូអត់ធ្មត់រាល់ការងារមិនពុតមេយាតម្រន់ខ្លួនទៅប្រែមួយរយៈពេលខ្លីលេងនិយាយស្ដីតែងកិច្ចពួនបងភាពក្លាហានលេងហំហួនទុកទោសជាប់ខ្លួនធ្លាក់បាក់ដប់អូនេះប្រវត្តិគាត់ធ្លាក់បាក់ដប់ប៉ុន្តែដល់ចោលលេខ2គាត់ជាប់លេខ2ល្អតាមីងបុផាគាត់មិនខឹងឡើយតែកូនមិនស្បើយឧបទ្រពកើតទុកក្រៀមក្រំព្រឹកថ្ងៃយប់មិនអាចឈរឈប់ទប់ចិត្តបានអ្នកម្ដាយលួងលោមបត់ថ្លើមថ្លៃឈប់ឈឺដួងใจគ្រុនត្រោមប្រានចូលកូនលំហែដើរកំសាន្តសម្រាកសម្រានសម្រន់ចិត្តគាត់លេងហៅប្រើបណ្ដោយតាមឈប់ខត់លេងហាមព្រោះអាណិតរាងកាយកូនស្គមញោមស្វិតរញោមស្វិតលួងលោមធ្នមធ្និតចិត្តសំណាងនរៈឈាមរាវព្រាវលេងគិតបែមានគំនិតចិត្តឡើងចាងយកស្រាដឹកមុខទុកលេងស្វាងលេងគិតចិត្តខាងអាងមេដាដើរលេងចាយវាយដូចអ្នកមានចិត្តស្រេកបំពេញខុសមេបាក្រេបរស់ជីវិតផ្ដិតតណ្ហាងប់នឹងស្នេហាលេងខ្វល់ម្ដាយ
បានភពប្រសពនឹងមេលាជាកូនកំព្រាពីដែនឆ្ងាយរស់ជាមួយមីងលំបាកកាយហាក់មិននឿយណាយក្នុងជីវិតប្រឹងក្រាញននាលត្រដរស់ជំរះលៀងឈ្មោះខ្មៅងងឹតប្រឈមទទួលយកការពិតចិត្តផ្គងគងគិតផ្គប់កិច្ចការបានស្គាល់យល់ចិត្តពីចិត្តស្នេហ៍វាសនាអាចប្រែស្រស់ភ្លឺថ្លាចង់ឡើងលើគោកធ្វើចំការលៀងក្អែលមច្ឆាស្ដាជីវីនរៈស្ម័គ្រចិត្តអសបាយនាំទៅជួបម្ដាយមិនយល់ពីអារម្មណ៍ជាម៉ែគេចន់ឆ្លីញោមញីដួងចិត្តរឹតចិន្តា